โอเคបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីរបៀបរត់5គីឡូឲ្យបានលឿនជាងមុនទី1យើងត្រូវតែរត់ឲ្យបានទៀងទាត់ក្នុងមួយសប្តាហ៍យ៉ាងហោចណាស់ក៏បាន3ទៅ4ដងដែរទី2យើងត្រូវតែវឹកហាត់ល្បឿនយ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍ទី3សម្រាប់ recover យើងត្រូវតែរត់ល្បឿន easy pace យើងត្រូវតែធ្វើ easy run កុំព្យាយាមរត់លឿនពេកទី4បងប្អូនត្រូវតែរត់ចម្ងាយ long run អញ្ចឹងយ៉ាងហោចណាស់ក៏យើងត្រូវតែធ្វើវាម្ដងក្នុងមួយសប្តាហ៍អញ្ចឹងសម្រាប់ long run នេះគឺជួយបង្កើននូវការអត់ធ្មត់ការស៊ូរបស់យើងទី5យើងត្រូវតែគេងឲ្យបានគ្រប់គ្រាន់ហើយនឹងសម្រាប់ឲ្យបានគ្រប់គ្រាន់ទី6យើងត្រូវតែវឹកហាត់ពង្រឹងសាច់ដុំជើងរបស់យើងអញ្ចឹងនៅពេលដែលយើងមានពេលនៅផ្ទះយើងត្រូវតែវឹកហាត់សាច់ដុំជើងក៏ដូចជាសាច់ដុំខ្លួនរបស់យើងអញ្ចឹងយើងមិនមែនគ្រាន់តែវឹកហាត់រត់ជាប្រចាំថ្ងៃគឺយើងអាចបង្កើនល្បឿនយើងបានល្អនោះទេអញ្ចឹងយើងត្រូវតែពង្រឹងនៅរាងកាយសាច់ដុំរបស់យើងទាំងអស់ទាំងមូលក្នុងតួខ្លួនរបស់យើងសម្រាប់ការរត់លឿននេះគឺខ្ញុំអាចនិយាយបានថាសម្រាប់អ្នកដែលចាប់ផ្ដើមរត់ដំបូងគឺគាត់រត់5គីឡូអញ្ចឹងព្យាយាមបំបែកនៅ PB របស់ខ្លួនឯងសម្រាប់5គីឡូសម្រាប់អ្នករត់ដំបូង5គីឡូប្រហែលជាចំណាយពេល30នាទីឡើងអញ្ចឹងបងប្អូនអាច challenge ជាមួយខ្លួនឯងដោយយើងបំបែក PB ជាប្រចាំសប្ដាហ៍បានអញ្ចឹងអាចថាសប្ដាហ៍នេះសប្ដាហ៍ដំបូងដែលយើងរត់បាន5គីឡូយើងរត់ក្នុងរយៈពេល31នាទីអញ្ចឹងចាស់ឧទាហរណ៍31នាទីសប្តាហ៍ក្រោយយើងព្យាយាមរត់នៅត្រឹម30ឬក៏29នាទីអញ្ចឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍បើសិនជាបងប្អូននៅតែព្យាយាមហាត់ឲ្យបានទៀងទាត់យើងនៅតែអាចបំបែក PB របស់ខ្លួនឯងបានគីឡូទី1គីឡូទី1អញ្ចឹងឡាកថ្មីនៅដែរនៅសើចខ្ញុំស្រស់គីឡូទី2គីឡូទី2ចំតែ2គីឡូហើយ2ហើយយើង3គីឡូទៀតយើងគាត់គីឡូទី3បងប្អូនគីឡូទី3នេះគីឡូទី4គីឡូទី4គីឡូទី5គីឡូទី5ចាជ័យលភីបានទៅសាបាស្ទៀនសាវេរត់នៅក្នុងធរៈវេលា27ជាងថ្ងៃនេះយើងស្ទើរកម្លាំងទីឡើងចំណត់ចង់រួចអូខេឥឡូវនេះមួនសម្រាប់ជ័យលភីគឺដើរទៅវិញរត់មក5គីឡូ27នាទីដល់ពេលដើរទៅវិញ1ម៉ោងកន្លះអូខេសមាជិកយើងមកដល់ភ្លៀងមកដល់ហើយណាគេលេខ1ផុតលេខ1តោះចំណាំអារម្មណ៍បាញ់បាយកង់នៅគីឡូទីម៉ាគូតាមជើងបាញ់មុនអីដែរបាញ់ខ្ញុំទៅមិញខ្ញុំមកបោកហើយមិញអូខ្ញុំមើលទៅមិញខ្ញុំចូលស្រួលបានចូលរត់ទៅភាពហ្នឹងនោះលេខ1អត់មានអាដើមមកលេខ1ជានិចហាស់ជំនាញលេខ1ជានិចខ្ញុំបាយកង់ជានិចបាយកង់លឿនហ្នឹងណា